យើងមកដល់ភូមិចំការត្រសក់ដែលជាភូមិមួយក្នុងចំណោមភូមិ7នៅតាមមាត់ស្ទឹងពោធិ៍សាត់មុនពេលយប់ដែលយើងទៅដល់គេឲ្យយើងប្រជុំគ្នាដើម្បីគេណែនាំឲ្យស្គាល់សហគមន៍ថ្មីយើងត្រូវនៅសម្រាប់មួយយប់ក្នុងភូមិនោះស្អែកឡើងគេនឹងចែករាយពួកយើងឲ្យទៅនៅតាមភូមិផ្សេងទៀតកម្មាភិបាលខ្មែរក្រហមប្រកាសប្រាប់យើងថានៅទីនេះមិត្តនឹងបានស្រួលច្រើនមិត្តនឹងលែងត្រូវការប្រើចានឆ្នាំងអ្វីហើយព្រោះមិត្តមិនបាច់ដាំស្លទៀតទេអង្គការនឹងចាត់ចែងឲ្យមិត្តទាំងអស់មិត្តណាដែលមានចានឆ្នាំងត្រូវប្រគល់ចានឆ្នាំងទាំងនោះទៅឲ្យអង្គការដោយទុកតែស្លាបព្រាជាមួយនឹងខ្លួនបានហើយយើងលែងចែករបបអង្គរទៀតហើយចាប់ពីពេលនេះតទៅយើងត្រូវហូបបាយទឹករួមគ្នាទាំងអស់សំឡេងជួងមួយលាន់ឮឡើងគេនាំគ្នាដើរទៅកាន់តុជាច្រើនដែលពោពេញទៅដោយចំណីអាហារយើងឃើញមានបាយគឺបាយមែនតែនហើយមានច្រើនណាស់មានត្រីមានផ្លែឈើមានបន្លែយើងខ្សឹបប្រាប់គ្នាថានៅទីបំផុតអង្គការបានយកចិត្តទុកដាក់នឹងយើងយ៉ាងសមសួនដែរយើងសរសើរគ្នាទៅវិញទៅមកថាយើងបានគិតត្រូវដោយយើងស្ម័គ្រចិត្តមកកាន់ទីនេះហើយនឹកអាណិតទៅអ្នកមិនព្រមមកនោះបើគេព្រមមកគេមិនដឹងរំភើបយ៉ាងណាទេព្រោះមនុស្សជាច្រើនពុំមានសល់ទ្រព្យធនអ្វីសម្រាប់ដូរយកចំណីអាហារបន្ថែមហើយត្រូវហូបតែបបរនិងស្លឹកផ្កាព្រៃជាច្រើនខែមកហើយនៅឯនេះស្រាប់តែមានបាយមែនតែននិងត្រីផងគ្រួសារយើងនាំគ្នាអង្គុយជុំគ្នាជាលើកទី1តាំងពីបាយពីភ្នំពេញមកហើយយើងញញែមដាក់គ្នាជានិច្ចលុះខ្ញុំពិនិត្យមើលទៅរូបកាយម្នាក់ទើបខ្ញុំឃើញថាយើងបានប្រែប្លែកពីមុនទាំងអស់គ្នាម្ដាយខ្ញុំដូចជារួមស្ដាងថែមទៀតហើយឃើញតែរឹតតែចាស់ឡើងពុកខ្ញុំបានចុះទ្រូមនិងដើរកោងខ្នងជាប់បន្តិចទៅហើយអានេះវួយឡើងនឹងគេងបានស្រកសាច់ច្រើនណាស់ក្មេងៗត្រូវស្គមស្គាំងគ្រប់គ្នាខ្លួនខ្ញុំពិតជាស្គមកំព្រីងដូចតែភេងដូច្នោះដែរឥឡូវនេះយើងប្រហែលជាបានមានសាច់មានឈាមឡើងវិញហើយក្មេងៗសប្បាយចិត្តណាស់ហើយគេអង្អែលពោះគេព្រោះបានហូបឆ្អែតភ្លេចអស់សេចក្តីឃ្លានរ៉ាំរ៉ៃពីមុនយើងបានពួកខ្មែរក្រហមមកបម្រើយើងទៀតមិនដែលឃើញទេយុវនារីនិងយុវជនស្លៀកពាក់ខ្មៅនាំគ្នាលើកម្ហូបអាហារមកឲ្យយើងចំណែកពួកប្រជាជនចាស់ត្រូវដាំស្លយ៉ាងប្រញាប់ដៃពួកខ្មែរក្រហមតាមមើលយើងដោយញញឹមហើយបន្ទោសសោចលេងដោយឪពុកបន្ទោសកូនចូលហូបមួយត្រូវគិតដល់សុខភាពដើម្បីបម្រើអង្គការឲ្យបានល្អផងកុំដណ្ដើមម្ហូបគ្នាតែគ្មាននរណាម្នាក់ស្ដាប់មិត្តនោះទេយើងខំតែឈ្ងោកមើលម្ហូបហើយចាប់ញាត់ពេញមាត់ខ្ញុំត្រូវត្របាក់លេបអ្វីទាំងអស់ដែលខ្ញុំឈោងដៃដួសបានដូចជាបាយសម្លត្រីបន្លែឬស្អីទៀតក៏ដោយ10 នាទីក្រោយមកបរិះ2នាក់នៅតុចិត្តខ្ញុំត្រូវធ្លាក់ពីជើងម៉ាដោយហល់តល់តែបាក់ស្មារតីហើយលឺធ្ងោរហឺពួកខ្មែរក្រហមក៏នាំគ្នាមកសែងអ្នកនោះចេញអស់ទៅថ្ងៃក្រោយមកគេប្រាប់យើងថាបរិះម្នាក់ត្រូវស្លាប់ក្រោយត្រូវឈឺចាប់ជាយូរនេះជាលើកទី1ហើយដែលខ្ញុំបានឃើញផលវិបាកនៃម្ហូបអាហារទៅលើក្រពះដែលធ្លាប់តែក្រៀមស្វិតប៉ុន្តែគ្នាយើងឯនេះវិញគ្មាននរណាម្នាក់បន្ថយសង្វាក់ទេម្យ៉ាងទៀតវាគ្មានកម្រិតចំនួនម្ហូបអាហារផងម្នាក់អាចហូបបានតលតែឆ្អែតពេញពោះយើងរវល់នឹងហូបខ្លាំងពេកទៅរកតែពេលនិយាយគ្នាមិនបានផងតើនឹងមានពាក្យអ្វីទៅសម្ដែងសេចក្តីរីករាយនិងអំណរគុណដល់ពួកខ្មែរក្រហមនោះយើងនៅដឹងតែរឿងពីរគត់គឺថាយើងនឹងដកដង្ហើមបានស្រួលវិញហើយការអកុសលមុននោះច្បាស់ជាបានដល់ទីបញ្ចប់ហើយដែរបន្ទាប់ពីដេកសម្រាកក្រោមដើមឈើក្នុងយប់ដំបូងនោះឪពុកម្ដាយខ្ញុំវួចថេងគេងនិងគ្រួសារគេត្រូវពួកវាបញ្ជូនទៅនៅភូមិមួយនៅឆ្ងាយពីនោះប្រហែលជា1 គីឡូម៉ែត្រកន្លះភ្លាមនោះយើងកាចជ្រួលច្របល់ជាខ្លាំងហេតុដែលត្រូវបែកគ្នានេះបន្ទាប់ពីបានខិតខំតស៊ូនិងជួយជ្រោមជ្រែងរាប់ខែមកហើយធ្វើឲ្យយើងពិបាកទទួលណាស់ប៉ុន្តែអ្នកឯទៀតបាននិយាយសម្រួលចិត្តយើងវិញគេប្រាប់យើងថាទីកន្លែងតាមមាត់ស្ទឹងពោធិ៍សាត់នេះមានគ្រួសារយួនជាច្រើននៅពីមុនតែគេបានបញ្ជូនពួកនេះត្រឡប់ទៅស្រុកវៀតណាមវិញហេតុនេះបានជាសល់ម្ហូបអាហារជាច្រើនបែបនេះនៅទីនេះពីមុនមានតែភូមិ2ទេពួកប្រជាជនចាស់បានទៅនៅភូមិ2នោះហើយពួកប្រជាជនថ្មីបានសាងសង់ភូមិ5ទៀតម្យ៉ាងទៀតនៅក្នុងរបបធូរស្រាលថ្មីនេះបងប្អូនដែលនៅភូមិផ្សេងអាចរកជួបគ្នាបានទៀងទាត់ដែរអានេះខ្ញុំនិងកូនទាំងពីរនាំគ្នាលើកដៃក្រវីលាបងប្អូនយើងដែលដើរចេញទៅជាមួយអ្នកឯទៀតរាប់រយនាក់តាមផ្លូវមួយតាមដងស្ទឹងយើងមើលតាមគេតាមឯងរហូតតតែគេបាត់ស្រមោលនៅក្រោមដើមត្នោតខាងមុខឆ្ងាយនោះ
លោកគេទៅអស់ទៅខ្ញុំត្រូវគេបញ្ចូលក្នុងក្រុមអ្នកសង់ផ្ទះគឺផ្ទះមានសសរខ្ពស់មមនិងមានជញ្ជាំងដំបូលបិទបាំងយ៉ាងរឹងប៉ឹងមិនដូចខ្ទមរយិចរយានៅវាលវងនោះទេគេសង់ផ្ទះរួមគ្នាដោយចែកគ្នាជាក្រុមតាមឯកទេសធ្វើផ្នែកផ្សេងសម្រាប់សំណង់គេបានចែកផ្ទះមួយឲ្យខ្ញុំនិងគ្រួសាររួចហើយខ្ញុំត្រូវគេចាត់ចូលក្នុងក្រុមសំណង់មួយចំណែកអានីត្រូវនៅផ្ទះមើលកូននៅថ្ងៃទី1ក្រុមខ្ញុំមានគ្នា6នាក់ត្រូវទៅកាប់ឈើធ្វើជាសសរនៅពេលកំពុងធ្វើការបរិះម្នាក់ក្រឡេកឃើញមេឆ្មាមួយនិងកូនវានៅក្នុងខ្ទមទំនេរមួយមិនឆ្ងាយប៉ុន្មានពីភូមិនោះទេកាលនៅភ្នំពេញអ្នកផងធ្លាប់បាននិយាយថាពួកយួនចូលចិត្តហូបឆ្កែនិងឆ្មាណាស់ខ្ញុំមិនដឹងថារឿងនឹងពិតឬមិនពិតទេតែយើងតែនិយាយលេងសើចលេងចំពោះទម្លាប់ព្រៃផ្សៃយ៉ាងហ្នឹងតែពេលនេះរឿងនឹងគ្មានអ្វីធ្វើឲ្យយើងចង់សើចឡើយគ្រាន់តែគេឃើញភ្លាមបរិះនោះស្ទុះទៅចាប់ឆ្មាទាំងមេទាំងកូនយកទៅពន្លងក្នុងទឹកស្ទឹងមួយរំពេចយើងសមមនោះគ្រប់គ្នាហើយចែកគ្នាហូបដោយរីករាយតាំងពីមកដល់ទីនេះយើងមានម្ហូបអាហារគ្រប់គ្រាន់ហើយមុខមាត់យើងក៏មានពណ៌សម្បុរស្រស់បោះមកវិញដែរមួយអាទិត្យក្រោយមកគឺនៅចុងអាទិត្យទី1នៃខែមករា1976វិទ្យុរបស់មេភូមិបានឲ្យយើងយល់អំពីហេតុដែលគេបង្កើតរបបអាហាររួមនេះគឺគេទើបនឹងប្រកាសរដ្ឋធម្មនុញ្ញមួយថ្មីសម្រាប់ស្រុកចាប់ពីពេលហ្នឹងទៅមធ្យោបាយផលិតទាំងអស់ត្រូវចូលជាសម្បត្តិរដ្ឋគឺថាចូលក្នុងសមូហភាពមានតែវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះដែលត្រូវនៅជាសម្បត្តិឯកជនមានសម្ពុតខោអាវយើងជាដើមតែអ្វីទៀតដែលអាចរាប់បានជាវត្ថុផ្ទាល់ខ្លួនចានឆ្នាំងយើងលែងត្រូវការហើយព្រោះយើងត្រូវហូបរួមគ្នាបន្លែបង្ការបើយើងដាំហើយបានផលយើងត្រូវប្រគល់ឲ្យសមូហភាពមន្ទាក៏ដូច្នោះដែរនៅក្នុងភាសាខ្មែរក្រហមយើងមិនត្រឹមតែត្រូវហូបរួមគ្នាទេគឺយើងត្រូវមានឯកភាពហូបនេះជាពាក្យបរិបទចម្លែកមួយដែលមានន័យថាយើងត្រូវហូបមុខអាហារដូចគ្នានិងបរិមាណស្មើគ្នាទាំងអស់3អាទិត្យក្រោយមកយើងបានយល់ខ្លះទៀតអំពីការពិសោធន៍ថ្មីក្នុងសង្គមខ្មែរក្រហមដែលយើងជាភាគតូចមួយប៉ុណ្ណោះកាលនោះគេបានកោះប្រជុំមហាមីតិញមួយនៅឆ្ងាយពីចំការត្រសក់ប្រហែល15គីឡូម៉ែត្រហើយយើងគ្រប់គ្នាត្រូវទៅចូលរួមប្រជុំជាចាំបាច់ព្រោះមេភូមិភាគនឹងមកជួបយើងផងខ្ញុំនាំអានីនិងកូនទាំងពីរទៅជាមួយគេដោយសង្ឃឹមថាយើងនឹងបានជួបបងប្អូនយើងឯទៀតនៅទីនោះដែរយើងគ្មានជួបនរណាម្នាក់សោះទស្សនីយភាពនៅកន្លែងប្រជុំនោះមានលក្ខណៈធំធេងហួសពីការស្មានមនុស្សម្នាប្រុសស្រីរាប់ពាន់នាក់មកចូលរួមជាមួយជីជួរធំវែងពីគ្រប់ភូមិស្រុកទាំងអស់គេចែកទុកកន្លែងផ្សេងសម្រាប់អ្នកភូមិនីមួយមុនជាស្រេចលុះគេបានកន្លែងអង្គុយគ្រប់គ្នាហើយមេភូមិភាគក៏ចាប់ផ្ដើមថ្លែងក្នុងមេក្រូអំពីគោលការណ៍ធំដែលពួកគេធ្លាប់តែនិយាយមានរឿងមនោគមវិជ្ជានៃសង្គមគ្មានវណ្ណៈនិងរឿងអាក្រក់ចង្រៃនៃប្រព័ន្ធនាយទុនសក្តិភូមិពីចំនួនមុននោះជាដើមរួចគេបញ្ជាក់ទៀតថាយើងបានជោគជ័យដ៏ត្រចះត្រចង់ណាស់ក្នុងដំណើរឆ្លងកាត់វាលធំពីរគឺបដិវត្តប្រជាជននិងបដិវត្តប្រជាធិបតេយ្យខ្ញុំយល់ថាវាលធំពីរនិងបដិវត្តពីរនោះគឺការធ្វើសង្គ្រាមប្រឆាំងរបបលន់នល់និងការបណ្ដេញមនុស្សពីទីក្រុងរួចសម្លេងអ្នកនិយាយបានលន់ខ្លាំងថែមទៀតថាពេលនេះយើងត្រូវប្រុងខ្លួនធ្វើបដិវត្តសង្គមនិយមពេលនោះដោយសារខ្ញុំក្តីគ្រួសារខ្ញុំក្តីបានមានសុខភាពល្អខ្លះជាថ្មីហើយខ្ញុំមិនចង់ស្វែងយល់អំពីពាក្យបដិវត្តសង្គមនិយមនោះទេខ្ញុំមិនបានគិតបារម្ភថាវាត្រូវនាំយើងដើរឆ្លងវាលធំទី3ដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតរឹតតែច្រើនឥតកណនាជាងពេលមុននោះផងឡើយក្នុងចំណោមមនុស្សសន្ធឹកសន្ធាប់នោះអានីបានប្រទះនឹងបងប្អូនសាច់ឆ្ងាយម្នាក់ឈ្មោះនារីដែលមានអាយុជិត30ឆ្នាំហើយធ្លាប់នៅក្រុងពោធិ៍សាត់ពីពេលមុននារីនៅភូមិដូនអីដែលនៅចុងគេក្នុងជួរភូមិទាំង7និងឆ្ងាយពីភូមិយើងជាង6គីឡូម៉ែត្រនារីរស់នៅតែម្នាក់ឯងព្រោះប្តីនាងត្រូវគេយកទៅរៀនសូត្របាត់ទៅហើយស្នើយើងឲ្យទៅនៅជាមួយនាងគ្រាន់បានជាគ្នានារីប្រាប់ទៀតថាជីវភាពនៅភូមិដូនអីមានសភាពគ្រាន់បើជាងគេហើយថាចាំនាងសាកល្បងសុំគេឲ្យយើងបានទៅនៅជាមួយនាងនារីពិតជាមានទឹកដៃពិតជាមានទឹកមាត់ប្រៃមែនព្រោះពីអាទិត្យក្រោយមកនាងត្រូវគេអនុញ្ញាតឲ្យនាំយើងទៅនៅភូមិដូនអីជាមួយផ្លូវដែលយើងធ្វើដំណើរទៅនោះត្រូវឆ្លងកាត់ភូមិទាំង7នៅតាមមាត់ស្ទឹងនិងកាត់ដីស្រែចម្ការមានស្រែស្រូវដើមត្នោតដើមដូងដើមស្វាយនិងចម្ការដំឡូងឈើជាដើម
ដំណើរនោះជាឱកាសមួយឲ្យខ្ញុំបានជួបមួយផ្លែតនឹងឪពុកម្ដាយបងប្អូនខ្ញុំដែលស្នាក់នៅក្នុងភូមិកណ្ដាលផ្លូវនោះការផ្លាស់ប្ដូរកន្លែងនេះឃើញដូចជាល្អមែននារីនៅក្នុងផ្ទះមួយធំទូលាយជាមួយនឹងកូនតូចៗ2នាក់ប៉ុណ្ណោះគឺកូនស្រីបងមានអាយុដំណាលសូដាតនិងកូនប្រុសមួយដែលធំជាងណាវ៉ាត់បន្តិចម្យ៉ាងទៀតយើងនៅឆ្ងាយពីឪពុកម្ដាយខ្ញុំតែប្រហែល3គីឡូម៉ែត្រប៉ុណ្ណោះមកការទី1របស់ខ្ញុំនៅភូមិដូនអីគឺបោកបែនស្រូវខ្ញុំត្រូវដឹកគោឲ្យជន់លើគុម្ពស្រូវផ្ដាច់គ្រាប់ពីវាពីតងទាំងអស់បន្ទាប់មកខ្ញុំត្រូវប្រមូលកំទេចមែកទៅគោះជំរុះគ្រាប់ស្រូវទៀតហើយស្រីត្រូវប្រមូលរើសគ្រាប់ទាំងនោះក្នុងពេលមុនខ្ញុំពិតជាលួចគ្រាប់ស្រូវខ្លះដាក់ក្នុងខោអាវហើយតែពេលនេះខ្ញុំដូចជាគ្មានគំនិតចង់កັບលួចអ្វីទេព្រោះបានហូបឥតខ្វះលុះបានហូបបាយគ្រប់គ្រាន់ទៅយើងក៏មិនសូវធុញទ្រាន់នឹងទៅស្ដាប់ការប្រជុំនយោបាយដ៏ឥតឈប់ឈរនោះដែរការប្រជុំនោះមានពីរបែបទី1គឺការប្រជុំមនុស្សមហាជនរាប់រយនាក់រាល់តែ10ថ្ងៃម្ដងដែលពួកខ្មែរក្រហមឆ្លៀតឱកាសប្រូប្រាជ្ញប្រាប់យើងអំពីការចំណេញក្នុងជីវភាពសមូហភាពបែបទី2ជាការប្រជុំញឹកញាប់បន្តិចគឺ3ឬ4ថ្ងៃម្ដងដោយក្រុមតូចមានគ្នាមិនលើសពី20នាក់ទេដើម្បីធ្វើស្វ័យទាសទានរៀងៗខ្លួនក្នុងការប្រជុំខាងក្រោយនេះខ្មែរក្រហមម្នាក់តែងរំលឹកយើងអំពីករណីយកិច្ចរបស់យើងចំពោះអង្គការនិងប្រាប់យើងឲ្យទទួលស្គាល់ការខ្វះខាតរបស់យើងម្នាក់ដោយខ្ញុំជាប្រជាជនថ្មីខ្ញុំមានឋានៈនៅក្រោមពួកប្រជាជនចាស់និងពួកខ្មែរក្រហមហើយត្រូវរៀនសូត្រតាមរូបមន្តធ្វើស្វ័យទាសទានរបស់គេថាខ្ញុំសូមដាក់ខ្លួននៅមុខអង្គការលើដល់ខ្ពង់ខ្ពស់ខ្ញុំសូមដាក់ខ្លួនចំពោះមិត្តទាំងអស់នៅទីនេះឲ្យមិត្តបានឃើញខ្ញុំច្បាស់ខ្ញុំអាចមើលឃើញស្នាមភក់ដែលប្រឡាក់ខ្ញុំនៅខាងមុខខ្ញុំតែមានតែមិត្តខ្ញុំទេដែលអាចមើលឃើញស្នាមភក់ដែលប្រឡាក់នៅក្រោយខ្នងខ្ញុំមិត្តទាំងអស់ខ្ញុំសូមឲ្យមិត្តជួយប្រាប់ខ្ញុំអំពីកំហុសឬការភ័ន្តច្រឡំរបស់ខ្ញុំសូមដាក់ខ្លួននៅមុខអង្គការខ្ញុំត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកបដិវត្តល្អម្នាក់ខ្ញុំសូមអរគុណចំពោះអង្គការលាក់ដោយសូត្ររត់មាត់ដោយសំឡេងទន់ភ្លន់និងភ្នែកអោនចុះផងគេមានបំណងឲ្យយើងប្រាប់អង្គប្រជុំគ្រប់រឿងយើងទាំងអស់ដូចជាថាតើយើងបានធ្វើការងារអ្វីខ្លះតើយើងធ្វើបានល្អយ៉ាងណាតើយើងបានខំប្រឹងប្រែងប៉ុណ្ណាតើយើងបានសម្រាកប៉ុន្មាននាទីតើយើងបានជួសនួមប៉ុន្មានដងរួចបញ្ចប់ដោយសូត្របន្ថែមទៀតថាខ្ញុំដាក់ខ្លួនខ្ញុំដើម្បីឲ្យអង្គការអាចសម្អាតខ្ញុំទាសទានខ្ញុំនិងអប់រំខ្ញុំឲ្យខ្ញុំបានសុខភាពរាបសារថែមទៀតការធ្វើស្វ័យទាសទាននេះបានធ្វើឲ្យយើងតឹងចិត្តជាខ្លាំងនិងបន្ទាបបន្ថោកខ្លួនឯងណាប៉ុន្តែយើងចេះតែទ្រាំទទួលព្រោះវាគ្រាន់តែជាពលិកម្មបន្តិចបន្តួចដើម្បីឲ្យបានបាយគ្រប់គ្រាន់មកច្រកក្រពះតែប៉ុណ្ណោះនៅចុងខែកុម្ភៈឆ្នាំ1976គេបានផ្លាស់ខ្ញុំទៅចូលក្នុងកងនេសាទនៅទន្លេសាបដែលជាបឹងធម្មជាតិមួយយ៉ាងធំនៅខាងជើងភ្នំពេញជាទីដែលទន្លេនោះហូរទៅជួបនឹងទន្លេមេគង្គទន្លេសាបនៅហួសពីត្រង់ពោធិ៍សាត់ហើយនៅចម្ងាយប្រហែលជា60គីឡូម៉ែត្រពីភូមិយើងតាំងពីចេញពីភ្នំពេញមកនេះជាលើកទី1ហើយដែលខ្ញុំត្រូវបែកពីគ្រួសារតែខ្ញុំដូចជាមិនមានការព្រួយបារម្ភអ្វីទេដោយបានស្គាល់ស្ថានភាពថ្មីស្រួលបួលនេះអនុស្សាវរីយ៍អាក្រក់នានាពីភូមិវាលវងក៏បានរលត់បាត់ទៅហើយដែរនៅពេលអោបថើបលីអានីនិងកូននោះខ្ញុំនិយាយរំលឹកគេទៀតថាយើងបានហូបគ្រប់គ្រាន់និងបាននារីនៅជាគ្នាជួយថែរក្សាកូនផងហើយខ្ញុំក៏គ្រាន់តែទៅធ្វើការឆ្ងាយពីផ្ទះ2ឬ3អាទិត្យទេតាដំណើរនេះអាចប្រៀបបានទៅនឹងដំណើរបេសកកម្មការងារដោយខ្ញុំធ្លាប់ធ្វើនៅពេលចំនួនមុននោះអញ្ចឹងដែរដើម្បីទៅកន្លែងនេសាទយើងត្រូវដើរតាមមាត់ស្ទឹងទៅក្រុងពោធិ៍សាត់សិនដោយស្ពាយស្បោងរបស់របរយកទៅជាមួយផងមានអង្រឹងក្រចៅមួយជើងខោមួយដែលកាត់និងដេរជាថង់ភួយក្រមាខោនិងអាវបន្លាស់មួយសម្រាប់លុះដល់ក្រុងពោធិ៍សាត់គេឲ្យរថយន្តទាហានដឹកជញ្ជូនយើងទៅកាន់ស្រុកក្រគើនៅប្រហែល30គីឡូម៉ែត្រពីក្រុងនោះទៅទៀតនៅតាមផ្លូវនោះខ្ញុំបានឃើញសភាពចម្លែកមួយគឺយុវជនយុវនារីរាប់ពាន់នាក់ធ្វើការពាសពេញដីស្រែដើម្បីលើកភ្លឺស្រែឲ្យខ្ពស់ប្រហែលជា3តឹកសម្រាប់ទប់ទល់នឹងទឹកដីស្រែនៅជាដីស្រែដដែលតែពេលនេះដីនោះត្រូវមានទ្រង់ទ្រាយមួយថ្មីវិញពួកខ្មែរក្រហមបានបំបត្តិកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកស្រែដែរហើយគេមិនចង់ឃើញដីស្រែធំតូចនៅជិតគ្នានោះទេដីស្រែពេលនេះត្រូវមានទំហំប៉ុនៗគ្នាទាំងអស់ព្រោះវាคล้ายជាសម្បត្តិរួមអស់ទៅហើយហេតុនេះទើបគេកំទេចភ្លឺស្រែចាស់ចោលហើយលើកភ្លឺថ្មីមកវិញ
រថយន្តបានដឹកយើងប្រហែល10គីឡូម៉ែត្រទៀតទើបបានទៅដល់មាត់ទន្លេសាបកន្លែងនោះជាទីដីមានទំនាបស្មើធំធេងមានដុះដាមត្រែងគ្រប់កន្លែងហើយត្រូវលិចទឹករាល់ឆ្នាំនៅពេលទឹកឡើងផ្ទៃទន្លេសាបរីកធំមួយជា3រកមើលត្រើយមកខាងទៀតមិនឃើញឡើយពេលនោះយើងបានទៅដល់កំពង់លួងដែលជាភូមិអ្នកនេសាទនិងមានផ្ទះសង់លើចន្ទុលខ្ពស់ផុតចុងជួរដើមត្រែងគេនាំយើងទៅសុំចតក្នុងរោងធំមួយសង់អំពីឈើនិងប្រក់ស្បូវតែបើកចំហជញ្ជាំងសងខាងពេលហូបអាហារដំបូងនៅកំពង់លួងបានធ្វើឲ្យយើងធ្លាក់ទឹកចិត្តមួយកម្រិតធំយប់នោះគេឲ្យយើងហូបបបរមួយមុខយ៉ាងរាវកក្លោកយើងមើលមុខគ្នាទៅវិញទៅមកដោយលែងយល់អ្វីទាំងអស់ហេតុអ្វីបានជាយើងត្រូវហូបបបរនៅពេលធ្វើការយ៉ាងនេះផ្ទុយពីនៅដូនអីដែលយើងបានហូបបាយមែនតែនមេក្រុមយើងបានសង្កេតឃើញភ្លាមនៅការងឿងឆ្ងល់ជាខ្លាំងរបស់យើងហើយគេនិយាយថាមិត្តកុំរអ៊ូរទាំពេកនៅដូនអីនោះក៏គេឥតបានបាយមែនតែនហូបដែរបបរនេះជាឯកភាពហូបមួយមិត្តត្រូវយល់យើងកំពុងមានការពិបាកបន្តិចក្នុងរឿងដឹកជញ្ជូនស្បៀងពួកអ្នកមកពីវាលវងដោយខ្ញុំបានយល់ភ្លាមព្រោះធ្លាប់ឮសូរការដោះសាររបៀបនឹងរួចមកហើយយើងទាំងអស់គ្នាក៏នៅស្ងៀមស្ងាត់វិញនៅថ្ងៃបន្ទាប់មកនោះយើងត្រូវធ្វើការយ៉ាងនឿយហត់យ៉ាងខ្លាំងយើងត្រូវទៅរាយសំណាញ់ពីមាត់ទន្លេរួចទាញវាចុះក្នុងទឹកនិងទាញវាថយមកវិញដោយមានទាំងត្រីមកផងជារឿយៗយើងត្រូវធ្វើការរហូតដល់យប់ជ្រៅដើម្បីធ្វើត្រីនៅក្រោមពន្លឺភ្លើងភ្នក់តែយើងត្រូវហូបតែបបរជានិច្ចមួយថ្ងៃហើយមួយថ្ងៃទៀតពោះយើងរឹតតែឃ្លានខ្លាំងឡើងហេតុនេះយើងខំលួចកັບត្រីទុកក្នុងខោអាវយើងហើយយកវាទៅឆ្អើរនៅពេលយប់តាមធម្មតាគេមិនយកយល់ក្នុងរឿងហ្នឹងទេពី3ថ្ងៃក្រោយមកគេបញ្ជាឲ្យយើងរាប់ត្រីធំទាំងអស់ដែលចាប់បានពីព្រឹកនោះប៉ុន្តែគ្មាននរណាម្នាក់អាចរាប់ត្រីមួយម្ដងកើតទេហេតុនេះយើងនៅតែអាចកាប់យកត្រីតូចទុកបានដដែលនៅក្នុងអាទិត្យមួយនោះខ្ញុំបានដឹងរឿងមួយទៀតអំពីពិភពអស្ចារ្យនៃពួកខ្មែរក្រហមថ្ងៃមួយខ្ញុំត្រូវទៅដងទឹកអណ្ដូងមកទុកប្រើប្រាស់ព្រោះទឹកទន្លេសាបនៅត្រង់នោះមិនសូវស្អាតទេខ្ញុំជួបនឹងប្រជាជនចាស់ម្នាក់ដែលផ្ដើមនិយាយលេងជាមួយខ្ញុំខ្លះដោយខ្ញុំជាប្រជាជនថ្មីព្រមទាំងមិនរស់នៅត្រង់នេះទីនេះផងនោះខ្ញុំក៏ត្រូវប្រយ័ត្នសម្ដីជាមួយគាត់បន្តិចព្រោះមនុស្សនោះអាចជាឆ្លូបដែលចង់មកស៊ើបការអំពីនិន្នាការបុគ្គលនិយមរបស់ខ្ញុំប៉ុន្តែអ្នកនោះមិនចេះស្ងាត់មាត់ទេគាត់និយាយសួរដោយសម្លេងប្រងើយថាមិត្តឯងមិនចូលចិត្តពួកប្រជាជនចាស់ទេមែនទេខ្ញុំគ្រាន់តែឃើញមិត្តឯងខ្ញុំដឹងទៅហើយណែមិត្តពួកប្រជាជនចាស់មិនដូចគ្នាទាំងអស់ទេកាលពីមុនវាអញ្ចឹងមែនយើងនាំគ្នាអបអរនឹងពួកវាពូកែនិយាយស្លូតបូតណាស់តែការពិតហ្នឹងវាកាចណាស់នៅក្នុងភូមិខ្ញុំយើងយល់ឃើញថាខ្មែរក្រហមវាបោកប្រាស់យើងគ្រប់គ្នាតែយើងឥតធ្វើអ្វីកើតទេក្រៅពីតស៊ូឲ្យបាននៅរស់តែប៉ុណ្ណោះខ្ញុំគ្រាន់តែស្ដាប់គាត់ដោយមិនព្រមជឿជាក់អ្វីជាមួយគាត់ទេប៉ុន្តែលុះខ្ញុំគិតអំពីពាក្យសម្ដីគាត់ខ្ញុំរឹតតែជឿជាក់ថាគាត់និយាយពិតនេះជាលើកទី1ហើយដែលខ្ញុំបានឮប្រជាជនចាស់និយាយសមតាមយោបល់របស់ខ្ញុំដោយពួកប្រជាជនថ្មីដែលជាហេតុមួយផ្ទុយអំពីការអះអាងរបស់ពួកខ្មែរក្រហមដែលថាគេធ្វើបដិវត្តក្នុងនាមប្រជាជនចាស់នេះឯងនៅថ្ងៃក្រោយមកយើងមានផុសតាងមួយទៀតអំពីសភាពរំជើបរំជួលប្រឆាំងនឹងពួកខ្មែរក្រហមគេនិយាយខ្សឹបខ្សៀវគ្នាអំពីសកម្មភាពប្រយុទ្ធនៅត្រង់ម្ខាងទៀតនៃទន្លេសាបរបស់ពួកទ័ពព្រៃមួយដើម្បីព្រះពុទ្ធសាសនានិងសេរីភាពយើងបានឮស្នូវកំភ្លើងមួយដងពីរដងដែរម្យ៉ាងទៀតគេបានប្រាប់ខ្ញុំថានៅភូមិមួយនៅមាត់ទន្លេសាបមានមនុស្សម្នាព្រួយបារម្ភគ្រប់គ្នាដោយសារតែសកម្មភាពរបស់ពួកទ័ពព្រៃតើពួកនេះកើតមានយ៉ាងខ្លាំងក្លាពិតមែនឬយើងគ្មានផុសតាងអ្វីមួយជាក់ស្ដែងទេប៉ុន្តែគំនិតប្រឆាំងនឹងខ្មែរក្រហមបានធ្វើឲ្យយើងមានការសង្ឃឹមខ្លះនៅពេលនោះនៅដើមខែមិនិនាគឺនៅថ្ងៃអាទិត្យទី2ដែលយើងបានមកដល់ទន្លេសាបខ្ញុំបានឮថាមានក្រុមសុខាភិបាលមួយមកដល់ជំរុំយើងនេះជាលើកទី1តាំងពីជិត1ឆ្នាំមកហើយដែលខ្ញុំឮអំពីការគិតគូរចំពោះសុខាភិបាលសាធារណៈរបស់ពួកខ្មែរក្រហមដំណឹងនេះបានលេចលឺពីពេញជំរុំដោយគេបន្ថែមថានរណាមានជំងឺអ្វីក៏អាចទៅឲ្យគេព្យាបាលបានដែរភ្លាមនោះគ្នាយើងម្នាក់ប្រកាសថាមិនស្រួលខ្លួនគ្រប់គ្នាដើម្បីទៅរកសុំថ្នាំដង្កូវសង្កូវគេខ្លះព្រោះនៅពេលនោះយើងចាប់ផ្ដើមពិបាកក្នុងខ្លួនដោយសារត្រូវនឿយហត់ខ្លាំងនឹងការងារហើយមិនបានហូបគ្រប់គ្រាន់ផងមិត្តខ្ញុំម្នាក់សួរខ្ញុំបង្ខំខ្ញុំថាមិនក៏ថៃឯងមិនទៅរកគេអ្នកឯទៀតនោះគេបានទៅជួបគេស្ទឹងតែគ្រប់គ្នាគេចែកសេរ៉ូមចែកថ្នាំនិងទឹកដូងខ្លះផងវាគ្មានរឿងអ្វីអាក្រក់ទេ
ខ្ញុំក៏សម្រេចចិត្តទៅជួបក្រុមព្យាបាលនោះពួកអ្នកព្យាបាលសុទ្ធតែជាយុវជនយុវនារីក្មេងៗស្លៀកពាក់ខ្មៅគ្រប់គ្នានឹងគ្មានសញ្ញាអ្វីឲ្យយើងដឹងថានរណាជាវេជ្ជបណ្ឌិតទេខ្ញុំឈរក្នុងជួរគេចាំវេនខ្ញុំតែខំពិនិត្យនិងស្ដាប់ទៅអ្នកនៅខាងមុខនិយាយឆ្លើយឆ្លងគ្នាទើបយល់ថាគេមានតែថ្នាំពីរមុខប៉ុណ្ណោះសម្រាប់ព្យាបាលយើងថ្នាំទី1គឺទឹកអ្វីមួយយ៉ាងពណ៌ត្នោតកខ្វក់ដែលគេយកផ្ដិតស្អំលើស្បែកមានដំបៅឬការឈឺចុកផ្សេងៗថ្នាំមួយទៀតគឺជាទឹកមួយពណ៌សថ្លាដែលសម្រាប់ចាក់ក្នុងសាច់